ព្រះអាទិត្យរះលើភូមិតូចមួយបញ្ចេញពន្លឺពណ៌មាសលើផ្ទះឈើនិងវាលស្រែបក្សីស្រែកយំពេលភូមិភ្ញាក់តួឯកវ័យក្មេងក្មេងប្រុសក្មេងស្រីនៅក្នុងភូមិដែលចង់ដឹងចង់ឃើញភ្ញាក់ឡើងលាងមុខនិងស្វាគមន៍គ្រួសាររបស់ពួកគេកុមារជួយម្ដាយរបស់ពួកគេក្នុងការរៀបចំអាហារពេលព្រឹកដោយប្រើគ្រឿងផ្សំស្រស់ពីស្ថានប្រជាជនជួបជុំគ្នានៅផ្សារភូមិលក់និងទិញកសិផលស្រស់ជែកគ្នាយ៉ាងសប្បាយរីករាយតួឯកនិងមិត្តភ័ក្តិរបស់ពួកគេដើរតាមផ្លូវខ្វក់កាន់កាបូបសាឡាធ្វើដោយដៃហើយសើចជាមួយគ្នាសាលាភូមិស្ថិតនៅក្រោមដើមឈើយក្សដែលក្មេងអង្គុយលើកន្ទែលខណៈអ្នកគ្រូឈរនិយាយរៀបរាប់អំពីរឿងទៀតជាច្រើនក្មេងចែករំលែកអាហារថ្ងៃត្រង់របស់ពួកគេផ្លាស់ប្ដូរអាហារសម្រន់ធ្វើនៅផ្ទះផ្សេងគ្នាក្រោយពីរៀនចប់កូនជួយឪពុកម្ដាយប្រមូលផលរៀនពីតម្លៃនៃការលំបាកកូននិងជីតានេសាទត្រីនៅមាត់ទន្លេរីករាយនឹងពេលស្ងប់ស្ងាត់ជាមួយគ្នាក្មេងលេងល្បែងប្រជាប្រិយតាមភូមិដូចជាការរត់ប្រណាំងនិងលាក់ខ្លួនព្រះអាទិត្យលិចលាបពណ៌ទឹកក្រូចពេលអ្នកភូមិត្រឡប់មកផ្ទះពីធ្វើការកុមាររីករាយនឹងអាហារធ្វើនៅផ្ទះសាមញ្ញប៉ុន្តែឆ្ងាញ់ជាមួយគ្រួសាររបស់ពួកគេអ្នកចាស់ទុំចែករំលែករឿងនិទានដោយភ្លើងខណៈពេលដែលក្មេងស្ដាប់ដោយបើកភ្នែកធំកុមារសរសេរក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់ពួកគេមុនពេលចូលគេងកុមារដេកលក់ដោយសន្តិភាពសុបិននៃដំណើរផ្សងព្រេងថ្មីដែលនឹងមកដល់